សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកការចែករំលែកនៅទស្សនីយភាពចុងសប្តាហ៍របស់ admin នៅទឹកដីស្រុកវាលវែងពិតជាស្រស់ស្អាតមែនតើអញ្ចឹងសូមទស្សនាឲ្យចប់នៃវីដេអូនេះណាហើយពួកយើងកំពុងតែរៀបចំធ្វើដំណើរចេញទៅហើយដោយរថយន្តតូរីមួយក្រុមគ្រួសារទៅធ្វើបន់ផងទៅដើរលេងផងជាការចងចាំមួយដ៏ល្អមែនតើហើយពីទីរួមខេត្តពោធិ៍សាត់ទៅកាន់ស្រុកវាលវែងគឺប្រើពេល2ម៉ោងកន្លះទៅ3ម៉ោងហើយយើងបានមកដល់ស្រុកវាលវែងហើយ admin ក៏បន្តដំណើរដោយការជិះម៉ូតូតាមចំការកស៊ូទៅកាន់ resort ផ្សេងៗដែលយើងកំពុងតែស្វែងរកកន្លែងសម្រាប់គេយប់នឹងមកដែរហើយទស្សនីយភាពតាមដងផ្លូវពិតជាស្អាតហ្មងកន្លែងណាក៏ស្អាតកន្លែងណាក៏ទាក់ទាញអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតើadmin កំពុងរក resort សម្រាប់គេយប់នេះប៉ុន្តែ resort កូនភ្នំលើកំពូលភ្នំនេះរៀងឆ្ងាយតែអញ្ចឹងយើងមកមើលទេសភាពស្អាតប៉ុន្តែវារៀងឆ្ងាយអញ្ចឹងក៏ត្រឡប់មក resort មួយទៀតដែរទស្សនីយភាពគឺស្អាតជាងមុនហើយជាប់ផ្លូវទៀតតាក់ទាញមែនតើអញ្ចឹងទីទៀតអ្នកនរគ្នាឃើញហើយថាយើងនៅ resort ណាតែទីបំផុតមកដល់ហើយកន្លែងគេង Hillside Resort ដែលនៅជាប់មាត់ផ្លូវអ្នកទាំងអស់គ្នាប៉ុន្តែ admin អត់គេងនឹងទេគេងនៅបន្ទប់ត្រែ2ដែលធំទូលំទូលាយហើយអាចឃើញទេសភាពនៅខាងក្រោយបានយ៉ាងស្រឡះភ្នែកតែម្ដងគឺ fresh មែនតើហើយពេលនេះដែរទទួលទានកាហ្វេសុខភាពបណ្ដាគយគន់ទេសភាពបណ្ដាពិតជាមានន័យណាស់បន្ទាប់មកយើងមកទស្សនាផ្ទះបុរាណដែលការរៀបចំនេះគឺសូមសរសើរម្ចាស់ resort រៀបចំយ៉ាងប្រណិតហើយលម្អខ្លាំងមែនតើហើយបើយើងនៅលើផ្ទះនេះលក្ខណៈថាទេសភាពមើលទៅខាងក្នុងនិងបរិយាកាសខាងក្រៅគឺស្រឡះគឺស្អាតខ្លាំងទោះជាសែតប៉ុណ្ណាក៏អារម្មណ៍ទៅតាមនឹងដែរតាមបរិយាកាសខៀវខ្ចីហើយការរៀបចំបែបលក្ខណៈរ៉ូមែនទិកលក្ខណៈថ្លៃថ្នូរខ្ពង់ខ្ពស់តែម្ដងមើលពីខាងក្រៅក៏អែមនៅខាងក្នុងក៏ប្រណិតអ្នកទាំងអស់គ្នាយើងមកទស្សនាទស្សនីយភាពជុំវិញ Resort Hillside ទាំងអស់គ្នាថាពេលដែលយើងពិនិត្យមើលជុំវិញមានទាំងដំណាំដើមឈើបរិយាកាសលោមពណ៌ធ្វើអារម្មណ៍យើងប្លែកមួយកម្រិតទៀតហើយបន្ទាប់ពីនេះយើងនឹងធ្វើដំណើរបន្តទៀតទៅកាន់ដំណើរកម្សាន្តនៅអូសោមតែមុនទៅដល់យើងទិញអីញ៉ាំតិចណាមុនយើងទៅដល់កន្លែងលេងមកទិញអ្វីសម្រាប់អ្នកពលរានតិចសិនគឺម្នាស់ទឹកឃ្មុំគឺថារសជាតិឆ្ងាញ់កប់មកហើយបើថារសជាតិតរេណាក៏ឆ្ងាញ់ដែរបងប្អូនគ្នាហើយតម្លៃសមរម្យមុននឹងទៅដល់គោលដៅក៏ត្រូវតែឆ្លងកាត់ឧបសគ្គដែរមែនទេអ្នកទាំងអស់គ្នាអញ្ចឹងគោលដៅរបស់យើងគឺទឹកដីអូសោមប៉ុន្តែមកជួបនៅកាបៃកង់ហើយសំខាន់គឺមានជំនួយការពីរនាក់គាត់ចេះដូរកង់ឡានទៀតអញ្ចឹងយើងរងចាំមួយផ្លែតក្រោមកម្ដៅថ្ងៃរៀងចន្លោះ39អង្សាសេហើយ admin នេះស្អីក៏ចេះដែរអ្នកទាំងអស់គ្នាដូរកង់ឡានក៏ចេះ IT ក៏ចេះលួងក៏ចេះចុងភៅក៏ចេះមកសັບហ្មងថ្ងៃនេះគឺទទួលបានចំណេះដឹងថ្មីគឺរៀនដូរកង់ឡានចាទីបំផុត admin មកតាមការកំណត់ហើយគឺយកមកលេងទឹកដីអូសោមហើយជាទឹកហូរតែក្មេងៗក៏ចូលចិត្តលេងហ្នឹងវារៀងរ៉ែដែរដែលគាត់លេងហើយសុវត្ថិភាពហើយសំលេងទឹកហូរហើយកម្លាំងទឹកគឺថាខ្លាំងហូរខ្លាំងអញ្ចឹងកន្លែងនេះអាចការសុវត្ថិភាពកន្លែងផ្សេងទៀតអាចហូរខ្លាំងយើងអត់ទៅលេងទេក្មេងៗក៏មកលេងអញ្ចឹងនាំគាត់រកលេងឲ្យសុវត្ថិភាពចាបន្ទាប់ពីលេងទឹកយ៉ាងសប្បាយរីករាយវីដេអូយើងក៏នឹងចូលដល់ទីបញ្ចប់ដែរហើយយ៉ាងណាដែរសម្រាប់វីដេអូទស្សនីយភាពទឹកដីស្រុកវាលវែងនេះហើយបើអ្នកទាំងអស់គ្នាចង់ទស្សនាវីដេអូល្អៗបណ្ដាកំសាន្តថ្មីៗមហូបរសជាតិឆ្ងាញ់ៗសូមចុច Subscribe Channel admin និងបន្តរីករាយអ្វីដែលថ្មីនិងទស្សនីយភាពដែលស្អាតជូនអ្នកទាំងអស់គ្នាហើយបន្តមកពួកយើងក៏រៀបចំធ្វើដំណើរទៅកាន់គេហដ្ឋានវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីសុខរីករាយសម្រាប់ចុងសប្តាហ៍ចឹងអរគុណជម្រាបលាសម្រាប់ការទស្សនាវីដេអូរបស់ admin